អ្នកណាគេខ្លះភ្ញាក់ពីគេងឃ្លានខ្លាំងអាហារ3ប្រភេទនេះមិនគួរញ៉ាំបើមិនចង់ឲ្យឈឺកាពះនិងអស់កម្លាំងពេញមួយថ្ងៃទី1នំផ្អែមនំខេកដូណាត់អីហ្នឹងកាលណាយើងញ៉ាំនំផ្អែមពេលព្រលឹមតែពោះតទេហ្នឹងគឺវាធ្វើឲ្យជាតិស្ករក្នុងឈាមយើងហ្នឹងកើនឡើងខ្លាំងហើយក៏ចុះវិញខ្លាំងដែលធ្វើឲ្យយើងហ្នឹងចាប់ផ្ដើមងុយគេងអស់កម្លាំងលហិតលហៃពេញមួយថ្ងៃដល់ល្ងាចហ្មងទី2កាហ្វេនៅក្នុងកាហ្វេមានជាតិកាហ្វេអ៊ីនពេលដែលយើងញ៉ាំពោះតទេធ្វើកាពះយើងហូរហើយបញ្ចេញជាតិអាស៊ីតកាពះហ្នឹងកាន់តែខ្លាំងដែលងាយឲ្យភើឆ្អល់ចុកចុងដង្ហើមទៅជារលាកកាពះចំណុចទី3នោះអាហារជូរហឹលដឹងស្រាប់ហើយកាលណាដាក់ទៅវានឹងធ្វើឲ្យជាតិហឹលនិងជាតិជូរហ្នឹងទៅកាត់គ្នាស្ដៅរបស់កាពះឲ្យវាងាយរលាកហើយបើយើងកំពុងតែរលាកដបៅផងគឺដូចបញ្ចេញឲ្យកាន់តែខ្លាំងអាជាតិអាស៊ីតកាពះបញ្ចេញមកថែមទៀតហ្នឹងធ្វើឆ្អល់កាហាយក្អួតចង្អោរហើយអស់កម្លាំងលហិតលហៃល្ងុយគេងតែម្ដងអ្នកណាគេខ្លះដែលព្រឹកមិញញ៉ាំកាហ្វេពោះតទេចេញមុខមកសារភាពមកមើលវីដេអូនេះហើយគិតមើលថាបើពោះតទេគួរញ៉ាំអាហារដូច3ខាងលើអត់ឬក៏ផ្លាស់ប្ដូរពេលដែលឃើញវីដេអូអ្នកគ្រូសៃពៅវីដេអូនេះផ្សាយចេញពី page Vetra ដែលយើងជា page ភោជនីយដ្ឋានផ្សារភ្ជាប់នឹងសុខភាពចង់បាន content ល្អៗកុំភ្លេច follow page Vetra ទាំងអស់គ្នាអរគុណច្រើនពីខ្ញុំអ្នកគ្រូសៃពៅចា